ចេញពីទីក្រុងខ្មែរ Long Beach រដ្ឋ California នៃសហរដ្ឋអាមេរិកកម្មវិធីផ្សាយរបស់វិទ្យុខ្មែរប៉ុស្តិ៍នាងខ្ញុំសេងរស្មីរួមជាមួយសហការីផ្សាយសំឡេងនៃវិទ្យុខ្មែរប៉ុស្តិ៍សូមគោរពជម្រាបសួរលោកស្រីប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ទាំងអស់ជាទីមេត្រីថ្ងៃនេះជាថ្ងៃ10រោចខែមិញឆ្នាំមមីឆស័កពុទ្ធសករាជ2558ដែលត្រូវនៅថ្ងៃសុក្រទី13ខែកុម្ភៈគ្រិស្តសករាជ2015លោកអ្នកនាងស្ដាប់ជាទីមេត្រីសម្រាប់កម្មវិធីផ្សាយរបស់វិទ្យុខ្មែរប៉ុស្តិ៍នៅថ្ងៃនេះនាងខ្ញុំសេរីរស្មីសូមជូននូវព័ត៌មានទាក់ទងទៅនឹងមន្ត្រីជាន់ខ្ពស់គណៈបកកណ្ដាលអំណាចរិះគន់តុលាការរឿងដោះលែងជនចាប់ចោទតាមអំពើចិត្តនេតិទស្សនៈនយោបាយជុំវិញក្រុមអង្គការសង្គមស៊ីវិលព្រួយបារម្ភពីនិគមជនយួនខុសច្បាប់រស់នៅកម្ពុជានឹងនៅចុងក្រោយនៃកម្មវិធីផ្សាយលោកអ្នកនាងនឹងបានតាមឲ្យស្ដាប់នៅកិច្ចសម្ភាសន៍ជុំវិញប្រធានបទស្ដីអំពីស្នេហាជាតិនិងការពារជាតិចាលំដាប់តទៅនេះសូមជូនព័ត៌មានពិស្ដារមន្ត្រីជាន់ខ្ពស់គណៈបកកណ្ដាលអំណាចរិះគន់តុលាការរឿងដោះលែងជនចាប់ចោទតាមអំពើចិត្តលោកបញ្ញាពលជម្រាបជូននៅព័ត៌មាននេះមន្ត្រីជាន់ខ្ពស់របស់គណៈបកកណ្ដាលអំណាចកាលពីថ្ងៃប្រហោះម្សិលមិញធ្វើការរិះគន់ចំទៅលើប្រព័ន្ធតុលាការកម្ពុជាថាឧស្សាហ៍ដោះលែងជនល្មើសទាំងដែលមានភស្តុតាងគ្រប់គ្រាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងបានធ្វើការរិះគន់ប្រព័ន្ធតុលាការបន្ទាប់ពីសាលាដំបងរាជធានីភ្នំពេញបានដោះលែងឪពុកម្ដាយលោកថោងសារ៉ាត់កាលពីពេលថ្មីនេះពាក់ព័ន្ធនឹងការរក្សាអាវុធខុសច្បាប់នៅក្រៅឃុំជាបណ្ដោះអាសន្នយោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលបានចុះផ្សាយកាលពីថ្ងៃទី12ខែកុម្ភៈម្សិលមិញឲ្យដឹងថាលោកសខេងបានថ្លែងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2014និងលើកទិសដៅអនុវត្តការងារឆ្នាំ2015របស់រដ្ឋបាលសាលារាជធានីភ្នំពេញដែលបានធ្វើការរិះគន់ចំទៅលើស្ថាប័នតុលាការថាស្ថាប័ននេះឧស្សាហ៍ដោះលែងជនជាប់ចោទទាំងមានភស្តុតាងគ្រប់គ្រាន់អ្នកនាំពាក្យគណៈបកប្រឆាំងលោកយឹមសវណ្ណថ្លែងប្រាប់វិទ្យុខ្មែរប៉ុស្តិ៍នៅថ្ងៃសុក្រនេះថាគណៈបកសង្គ្រោះជាតិកន្លងមកតែងតែមើលឃើញភាពមិនប្រក្រតីនៃប្រព័ន្ធតុលាការនិងទាមទារឲ្យធ្វើកំណែតម្រង់លើប្រព័ន្ធតុលាការនេះជាយូរណាស់មកហើយលោកថាពេលនេះវាជារឿងល្អដែលមន្ត្រីរដ្ឋាភិបាលខ្លួនឯងបានដឹងអំពីភាពមិនប្រក្រតីនៃប្រព័ន្ធតុលាការនេះដូច្នេះគួរតែជំរុញយ៉ាងណាឲ្យស្ថាប័នយុតិធម៌មួយនេះកាត់ក្តីប្រកបដោយឯករាជ្យភាពនិងអព្យាក្រឹតបាទអានឹងបើសិនជារដ្ឋាភិបាលដឹងអញ្ចឹងហើយយើងនាំគ្នាកែតម្រង់ទៅពីព្រោះគណៈបកសង្គ្រោះជាតិបានស្នើឲ្យមានការកែតម្រង់ប្រព័ន្ធតុលាការហើយយល់ឃើញថាប្រព័ន្ធតុលាការនឹងវាអត់សមស្របដូច្នេះយើងតែងតែចង់ឲ្យកែតម្រង់តាមវិជាជាណាស់មកហើយបើក្រសួងមហាផ្ទៃដែលជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រីយល់ឃើញបែបហ្នឹងហើយអញ្ចឹងយើងត្រូវពិនិត្យមើលថាតើត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យប្រព័ន្ធតុលាការហ្នឹងជាដំណើរការទៅប្រកបដោយឯករាជ្យហើយកុំឲ្យមានការដែលកាត់សេចក្តីមិនយុត្តិធម៌ឬមួយក៏ដោះលែងជនជាប់ចោទដោយមិនមានមូលដ្ឋានច្បាប់អីទាំងអស់ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូលោកអំសំអាតមានប្រសាសន៍ថានេះជាលើកទី1ហើយដែលលោកបានលើកនិងបានដឹងអំពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលធ្វើការរិះគន់ទៅលើប្រព័ន្ធតុលាការជំវិញការដោះលែងជនល្មើសឲ្យរួចពីសំណាញ់ច្បាប់តែអ្នកគ្មានទោសបែរជាត្រូវតុលាការបដិសេធទៅវិញលោកថាថ្មីនេះឪពុកម្ដាយរបស់លោកថោងសារ៉ាត់ដែលប៉ូលីសខិតខំធ្វើការដុតដៃដុតជើងប្រមូលភស្តុតាងដើម្បីចាប់អ្នកទាំងនោះមកផ្ដន្ទាទោសតែត្រូវបានតុលាការដោះលែងនៅក្រៅឃុំដោយឡែកស្ត្រីសកម្មជនដេតលីដែលត្រូវបានតុលាការចាប់កម្រិតទោសស្រាលតែសំណើខ្សុំនៅក្រៅឃុំបណ្ដោះអាសន្នត្រូវបានច្រានចោលទៅវិញថ្មីរាជការសម្ដីរបស់ឪពុកម្ដាយលោកថោងសារ៉ាត់ដែលឃើញថាមន្ត្រីប៉ូលីសធ្វើការយ៉ាងដុតដៃដុតជើងណាទាំងយប់ទាំងថ្ងៃព្រមបានប្រមូលភស្តុតាងបញ្ជូនមនុស្សទៅតុលាការហើយចុងបញ្ចប់តុលាការបានធ្វើការអនុញ្ញាតឲ្យអ្នកទាំងពីរនៅក្រៅឃុំទោះបីជាសភាស៊ើបសួរស្រាប់តច្រើនចោលការស្នើសុំនៅក្រៅឃុំក៏ដោយអានឹងយើងឃើញថាវាដូចជាបើធៀបទៅនឹងអ្នកបង្កប់ខុសគ្នាឆ្ងាយពីព្រោះយើងមើលកំណត់ទោសគាត់10ឆ្នាំនេះ
5 ឆ្នាំប៉ុន្តែតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំប៉ុន្តែអ្នកបង្កក់កម្រិតទោសអតិបរមាគឺ1 ឆ្នាំពីអបគឺ6 ខែទៅ1 ឆ្នាំប៉ុន្តែពួកគាត់ទៅបានជាប់ឃុំណាតែមិនអនុញ្ញាតឲ្យនៅក្រៅឃុំលោកអំសំអាតមានប្រសាសន៍បន្តថាស្ថាប័នតុលាការអនុវត្តហាក់មិនស្មើគ្នាចំពោះមុខច្បាប់ដូច្នេះអាចធ្វើឲ្យមន្ត្រីនគរបាលយុត្តិធម៌មានភាពអាក់អន់ស្រពន់ចិត្តសូមបញ្ជាក់ដែរថាការរិះគន់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះធ្វើឡើងបន្ទាប់ពីពលរដ្ឋដែលមានចំនួនដីធ្លីមកពី17រាជធានីខេត្តកាលពីម្សិលមិញជំរុញឲ្យក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌ពិនិត្យមើលការអនុវត្តច្បាប់ឡើងវិញដោយការអនុវត្តច្បាប់របស់តុលាការគឺហាក់មិនមានយុត្តិធម៌និងស្មើភាពគ្នាចំពោះមុខច្បាប់ដោយនៅតែបន្តឃុំខ្លួនសកម្មជនដីធ្លីដែលពួកគេអះអាងថាគ្មានកំហុសចំណែកឪពុកម្ដាយថោងសារ៉ាត់តុលាការដដែលនេះដោះលែងឲ្យនៅក្រៅឃុំសាលាដំបងរាជធានីភ្នំពេញបានដោះលែងឪពុកម្ដាយរបស់ជនជាប់ចោទថោងសារ៉ាត់ដែលមានដែនកំណត់ជាជនជាតិយួនឲ្យនៅក្រៅឃុំបណ្ដោះអាសន្នបន្ទាប់ពីសភាស៊ើបសួរសាលាធរចរានចោលសំណើលោកស៊ីសត្យាជាមេធាវីការពារក្តីឪពុកម្ដាយលោកថោងសារ៉ាត់កាលពីថ្ងៃទី3ខែកុម្ភៈដោយអះអាងថាកូនក្តីរបស់ខ្លួនកំពុងធ្លាក់ខ្លួនឈឺនៅក្នុងពន្ធនាគារព្រៃសរខ្ញុំបញ្ញពលវិទ្យុខ្មែរប៉ុស្តិ៍ KPR ធ្វើសេចក្តីរាយការណ៍ពីរាជធានីភ្នំពេញដាក់វិទ្យុខ្មែរប៉ុស្តិ៍បានទីនៅព័ត៌មានទឹកដែលកើតមានឡើងថ្មីៗនៅក្នុងប្រទេសកម្ពុជាព័ត៌មានពិស្ដារដែលលោកអ្នកនាងទៅបានតាមដានស្ដាប់នៅពេលនេះចប់តែប៉ុណ្ណេះលោកអ្នកកំពុងស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ស្ថានីយ៍ក្រុងបិទរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកនយោបាយលោកអ្នកនាងស្ដាប់ពីជើងខ្មែរប៉ុស្តិ៍ទាំងអស់ជាទីមេត្រីលោកអ្នកនាងទៅបានតាមដានស្ដាប់នៅព័ត៌មានពិស្ដារចាដូចជាបន្តសូមអញ្ជើញលោកអ្នកនាងមកតាមដានស្ដាប់នៅនីតិទស្សនៈនយោបាយរបស់លោកពេជ្រសុវណ្ណជុំវិញប្រធានបទស្ដីអំពីក្រុមសង្គមស៊ីវិលព្រួយបារម្ភពីនិគមជនយួនខុសច្បាប់រស់នៅកម្ពុជាចាថាតើនីតិទស្សនៈនយោបាយខាងលើមានខ្លឹមសារយ៉ាងណានោះដូច្នេះសូមអញ្ជើញលោកអ្នកនាងមកតាមដានស្ដាប់លោកពេជ្រសុវណ្ណជម្រាបជូនដូចតទៅបញ្ហានិគមយួនខុសច្បាប់ដែលចេះតែហូរចូលគ្មានការទប់ស្កាត់ពីអាជ្ញាធរដែនដីដូចជារដ្ឋាភិបាលកម្ពុជាដែលគ្រប់គ្រងដោយបកប្រជាជនកម្ពុជាជាង30ឆ្នាំកន្លងមកហើយគឺជាបញ្ហាដ៏រសើបនៃគណៈបកកាន់អំណាចមួយនេះគណៈបកកាន់អំណាចនេះកន្លងមកពលគឺចាត់តាំងពីឆ្នាំ1979មកពិសេសក្រោយឆ្នាំ1951ជាគណៈបកចុងសម្ព័ន្ធភាពជាមួយនឹងមេដឹកនាំយួនក្រុងហាណូយខ្មោចហូជីមិញជាអ្នកបង្កើតបើនិយាយឲ្យចំទៅគណៈបកមួយនេះជាប់ឆ្នោតជាបន្តបន្ទាប់ដោយសារតែមានជនជាតិយួនខុសច្បាប់រាប់លានអ្នកហូរចូលនៅក្នុងប្រទេសកម្ពុជាជួយបោះឆ្នោតឲ្យជារៀងរហូតប៉ុន្តែទោះជាយ៉ាងណាអ្នកនាំពាក្យនៃមន្ត្រីគណៈបកប្រជាជនកម្ពុជារួមទាំងអ្នកលើកជើងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីលាភសក្ការៈនិងបនស័កបន្តិចបន្តួចបានបដិសេធហើយបដិសេធទៀតនិយាយដោយចំអកថាធ្វើឲ្យកូនខ្មែរអ្នកស្នេហាជាតិទាំងក្នុងនិងក្រៅប្រទេសទទួលរងនឹងការឈឺចាប់ថាប្រទេសកម្ពុជាសម័យបច្ចុប្បន្នរបស់សម្ដេចតេជោគ្មានជនជាតិយួនណាម្នាក់រស់នៅលើទឹកដីខ្មែរនោះទេក្រុមអ្នកតាមដានស្ថានភាពនយោបាយនិងការដឹកនាំដ៏យូរឆ្នាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏សម្គាល់ឃើញថានៅក្នុងរយៈពេល30ឆ្នាំនៃការដឹកនាំរបស់លោកទទួលបានការសាទរនិងការរិះគន់ការសាទរសពថ្ងៃនេះត្រង់ការអភិវឌ្ឍរីកចម្រើនជាងសម័យប៉ុលពតចំណែកឯការរិះគន់វិញលឺរហូតមកដល់សប្តាហ៍ថ្ងៃនេះមានការរំលោភសិទ្ធិមនុស្សការបាត់បង់ធនធានធម្មជាតិនិងអំពើពុករលួយបកពួកនិយមរំលោភអំណាចគម្លាតសង្គមគម្លាតមន្ត្រីនិងរាជប្រព័ន្ធតុលាការមិនឯករាជ្យការអនុវត្តច្បាប់មិនល្អសេវាសាធារណៈអន់ប្លន់ដីរាកាប់ព្រៃឈើខុសច្បាប់ការរំលោភព្រំដែនពីសំណាក់ប្រទេសជិតខាងជនអន្តោប្រវេសន៍ខុសច្បាប់លក្ខណៈ
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានទទួលស្គាល់ថាការដឹកនាំរបស់លោកមានទាំងគុណសម្បត្តិនិងគុណវិបត្តិតែមិនសុទ្ធតែអាក្រក់នោះទេក្រុមអ្នកតាមដានស្ថានភាពនយោបាយដឹងច្បាស់ថាលោកហ៊ុនសែននិងលោកសខេងជាអ្នកដឹកនាំដ៏យូរឆ្នាំបានចងសម្ព័ន្ធភាពមិត្តភាពជាមួយនឹងមេដឹកនាំយួនម៉ឺនឆ្នាំបានលើកឡើងថារឿយៗថាប្រជាជនយួនរស់នៅលើទឹកដីខ្មែរសម័យបច្ចុប្បន្នមានប្រហែលតែជាង 10,000 នាក់តិចជាងសម័យសង្គមរាស្ត្រនិយម2 ទៅ 3 4 ដងតែបើនិយាយពីយួនបដូរឈ្មោះត្រកូលតាមសំនៀងខ្មែរដោយកាន់អត្តសញ្ញាណប័ណ្ណឬបានស្នាក់នៅនិងសិភៅគ្រួសារមានឈ្មោះខ្មែរវិញមានចំនួនរាប់លាននាក់តែកតិននឹងបញ្ហាយួនខុសច្បាប់រាប់លាននាក់មានសិទ្ធិបោះឆ្នោតទៀតសោតនោះនេះជានយោបាយឈ្នះឈ្នះរបស់មេដឹកនាំកុម្មុយនីសផ្ដាច់ការរួមសហការជាមួយនឹងមេដឹកនាំយួនផងដែរក្រុមអ្នកតាមដានសង្គមមើលឃើញថាគណៈបកប្រជាជនកម្ពុជាឈ្នះឆ្នោតបានកាន់អំណាចទោះជាជនអន្តោប្រវេសន៍យួនចូលខុសច្បាប់យ៉ាងណាក៏ដោយនៅក្នុងប្រទេសខ្មែរដណ្ដើមការងារឬប្លន់ដីនិងសម្បត្តិធម្មជាតិខ្មែរធ្វើឲ្យវិនិច្ឆ័យហិនហោចយ៉ាងណាក្តីក៏ពួកមន្ត្រីពុករលួយនៃគណៈបកកាន់អំណាចមិនខ្វាយខ្វល់នឹងឈឺក្បាលវិលមុខជាមួយនឹងនិគមយួនខុសច្បាប់ទាំងនោះទេជាការពិតណាស់កន្លងមកគណៈបកប្រជាជនកម្ពុជាជាប់ឆ្នោតដោយសារតែការធ្វើអត្តសញ្ញាណប័ណ្ណឲ្យប្រជាជនយួនខុសច្បាប់រាប់លានអ្នកសម្រាប់ចូលមកជួយបោះឆ្នោតជូនគណៈបកប្រជាជនជាថ្នូរទៅនឹងការរស់នៅលើទឹកដីខ្មែរស្របច្បាប់ផងដែរជាការពិតណាស់ការរៀបចំការបោះឆ្នោតម្ដងទាំងថ្នាក់ជាតិនិងថ្នាក់ស្រុកខណ្ឌឃុំសង្កាត់ពលគឺចាប់តាំងពីអាណត្តិទី2មកម្លេះគ្មាននរណាដឹងដែរថាកោចបគ្រប់លំដាប់ថ្នាក់មិនឯករាជ្យគឺជ្រើសតាំងដោយគណៈបកប្រជាជនកម្ពុជាពលគឺចាត់តាំងពីអាណត្តិទី2មកនរណាក៏ដឹងដែរថាកោចបគ្រប់លំដាប់ថ្នាក់មិនឯករាជ្យគឺជ្រើសតាំងដោយគណៈបកប្រជាជនកម្ពុជាដូច្នេះភាពលំអៀងនៃការលួចទូរលេខសន្តិឆ្នោតក៏ដូចជាការធ្វើបញ្ជីបោះឆ្នោតមានភាពមិនប្រក្រតីគ្រប់កន្លែងទាំងអស់ទូទាំងប្រទេសកម្ពុជារហូតធ្វើឲ្យមានដឹកនាំនៃគណៈបកប្រឆាំងដឹកនាំធ្វើមហាបាតកម្មអស់រយៈពេលជិត1ឆ្នាំកន្លងមកនេះដើម្បីទាមទារឲ្យគណៈបកកាន់អំណាចរៀបចំគណៈកម្មការជាតិរៀបចំការបោះឆ្នោតឲ្យឯករាជ្យឡើងវិញរួមទាំងកែតម្រង់ប្រព័ន្ធការបោះឆ្នោតនិងធ្វើបញ្ជីឈ្មោះបោះឆ្នោតឲ្យមានភាពឯករាជ្យអាចជាទុកចិត្តផងដែរកន្លងមកកោចបចាស់មានបញ្ចូលឈ្មោះយួនជាច្រើនអ្នកក្នុងបញ្ជីបោះឆ្នោតយួនកាន់អត្តសញ្ញាណប័ណ្ណខ្មែររីឯប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុបោះឆ្នោតចាប់ពីអាយុ18ឆ្នាំឡើងទៅភាគច្រើនត្រូវបានកោចបលុបឈ្មោះចោលឬក៏មិនធ្វើអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរប្រសិនបើរដ្ឋអំណាចនៃគណៈបកប្រជាជនស៊ើបអង្កេតដឹងថាការជាប់តាក់ទងការបោះឆ្នោតឲ្យទៅគណៈបកប្រឆាំងក្រោយពីការធ្វើមហាបាតកម្មជាច្រើនលើកច្រើនសាមរួចមកហើយពីសំណាក់មេដឹកនាំគណៈបកប្រឆាំងគេសង្កេតឃើញថាគណៈបកកាន់អំណាចបានបន្ទន់អេរិយាបថឬក៏យល់ព្រមធ្វើកំណែទម្រង់ប្រព័ន្ធការបោះឆ្នោតនិងបញ្ជីឈ្មោះបោះឆ្នោតឡើងវិញជាមួយនឹងការផ្លាស់ប្ដូរកោចបចាស់ឲ្យមានភាពល្អប្រសើរឡើងវិញផងដែរប៉ុន្តែទោះជាយ៉ាងណាការធ្វើបញ្ជីបោះឆ្នោតថ្មីចំពោះមន្ត្រីគណៈបកកាន់អំណាចទំនងជាគ្មានឆន្ទៈធ្វើបញ្ជីសារជាថ្មីឬក៏ចង់ផ្លាស់ប្ដូរកោចបចាស់ដែលធ្លាប់តែលួចបន្លំសន្លឹកឆ្នោតនិងធ្លាប់ធ្វើបញ្ជីឲ្យសម្រាប់ជនជាតិយួនរាប់លានអ្នកមានសិទ្ធិបោះឆ្នោតជំនួសប្រជាពលរដ្ឋខ្មែរក្រុមអ្នកវិភាគបានសង្កត់ធ្ងន់ថាបើទោះបីជាគណៈបកទាំងពីរគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិបានរៀបចំគណៈកម្មការជាតិរៀបចំការបោះឆ្នោតថ្មីហើយឲ្យមានភាពឯករាជ្យយ៉ាងណាក្តីតែសំខាន់ត្រង់យួនមានសិទ្ធិបោះឆ្នោតដូចខ្មែរដែរនោះវាជាចំណុចស្រសើរបំផុតរបស់គណៈបកជំទាស់ផងដែរហើយការចរចាដើម្បីដោះស្រាយវិបត្តិនយោបាយជាប់គាំងអស់រយៈពេលជិត1ឆ្នាំកន្លងមកនេះមិនទាន់បានឯកភាពគ្នានៅលើបញ្ហាសំខាន់នៅឡើយតែទោះជាយ៉ាងណាការពិភាក្សាគ្នាដោះស្រាយឲ្យបានចប់សពគ្រប់ចុងខែកុម្ភៈខាងមុខនេះចំពោះបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ដែលមានសិទ្ធិបោះឆ្នោតជំនួសខ្មែរហាក់មិនទាន់ដោះស្រាយឬការលុបឈ្មោះយួនដែលគេសង្ស័យកាន់អត្តសញ្ញាណប័ណ្ណខ្មែរនៅឡើយទេមន្ត្រីគណៈបកប្រជាជនទំនងជាចង់យកឈ្មោះអ្នកបោះឆ្នោតចាស់បញ្ចូលក្នុងទិន្នន័យឡើងវិញពលគឺមិនចង់ធ្វើបញ្ជីថ្មីដោយលុបឈ្មោះយួនតាមសំនៀងខ្មែរនោះទេ
បើតាមការវិភាគរបស់អ្នកនយោបាយបានលើកឡើងថាប៉ុន្មានឆ្នាំកន្លងទៅនេះគេសង្កេតឃើញកូនខ្មែរមានបានបោះឆ្នោតជិត1លាននាក់បានចំណាក់ស្រុកទៅលក់ពលកម្មទៅប្រទេសជិតខាងភាគច្រើនយុវជននិងយុវតីអ្នកទាំងអស់នោះទំនងជាគ្មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតថ្មីនោះទេម្យ៉ាងវិញទៀតប្រសិនបើមានឈ្មោះបោះឆ្នោតកូនខ្មែរទាំងនោះមិនវិលត្រឡប់មកបោះឆ្នោតតាមការកំណត់បានទេមានតែយួនកាន់អត្តសញ្ញាណប័ណ្ណខ្មែរប៉ុណ្ណោះមានឈ្មោះបោះឆ្នោតឲ្យគណៈបកប្រជាជនដែលជាសម្ព័ន្ធ10000ឆ្នាំដូច្នេះការបោះឆ្នោតលើកក្រោយនេះប្រសិនបើកូនខ្មែរនាំគ្នាចំណាក់ស្រុកអស់ហើយទុកឲ្យកូនយួនបោះឆ្នោតជំនួសដោយមិនបានធ្វើបញ្ជីសារជាថ្មីឬការលុបឈ្មោះកូនយួនដល់ច្រើនសន្ធឹកសន្ធាប់ទាំងអស់នោះពោលគឺអាណត្តិក្រោយៗនេះគណៈបកប្រជាជននឹងឈ្នះគណៈបកប្រឆាំងងាយបំផុតសម្រាប់នាយកប្រណិប័តនៃគណៈកម្មការអភិជាក្រិតដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាលោកហងពុធាបានថ្លែងថាតាមការតាមដានរបស់លោកគឺកោជបថ្មីនឹងអាចកើតឡើងនៅពេលខាងមុខនេះលោកបានបន្តទៀតថាកោជបថ្មីមិនទាន់ធានាភាពត្រឹមត្រូវនៅការបំពេញការងារទាំងស្រុងនោះទេតែមានភាពប្រសើរឡើងច្រើនព្រោះមានបកចម្រុះធ្វើការរួមគ្នានិងមានវិសោធនកម្មលើកិច្ចការមួយចំនួនទៀតដែលជាចំណុចខ្វះចន្លោះនៅពេលកន្លងមកជាការពិតបើកោជបជាអាជ្ញាកណ្ដាលមួយដែលធ្វើឲ្យគូប្រជែងគ្រប់បកនយោបាយមានទំនុកទុកចិត្តថាមានសមត្ថភាពនិងអាចបំពេញការងារដោយត្រឹមត្រូវនោះពេលប្រកាសលទ្ធផលអាចធ្វើឲ្យបកដែលចាញ់ទទួលស្គាល់ចាញ់ហើយបកដែលឈ្នះគឺឈ្នះដោយពិតប្រាកដបើនិយាយពីកោជបថ្មីដែលកើតឡើងនៅខែក្រោយនេះប្រហែលមិនអាចធ្វើឲ្យបកនយោបាយមានទំនុកទុកចិត្តនោះទេព្រោះសមាជិកស្ថាប័ននេះកើតចេញពីសមាជិកបកមួយក្រុមមិនមែនកើតចេញពីក្រុមឯករាជ្យនោះទេទោះជាយ៉ាងណាអ្នកជំនាញខាងកិច្ចការបោះឆ្នោតបានលើកឡើងថាការរុះរើក្បាលម៉ាស៊ីនដឹកនាំនិងដូររបៀបធ្វើការដែលចងដោយច្បាប់នេះជាចំណុចឆ្ពោះទៅរកភាពប្រសើរនៃការបោះឆ្នោតនិងការបង្កចំនួននយោបាយលោកអ្នកនាងស្ដាប់ជាទីមេត្រីមុននឹងបិទបញ្ចប់នៅកម្មវិធីផ្សាយរបស់វិទ្យុខ្មែរប៉ុស្តិ៍សូមអញ្ជើញលោកអ្នកនាងមកតាមដានស្ដាប់នៅកិច្ចសម្ភាសន៍សំណួរដេញដោលរវាងលោកសវណ្ណរិទ្ធីជាមួយនឹងលោកជុំគិរីជាប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកជុំវិញប្រធានបទស្ដីអំពីស្នេហាជាតិនិងការពីជាតិចា៎ដូច្នេះសូមអញ្ជើញលោកអ្នកនាងមកតាមដានស្ដាប់ដូចតទៅបាទជំរាបសួរប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីគោរពរាប់អានបាទសម្រាប់កិច្ចសំណួរដេញដោលនៅថ្ងៃនេះខ្ញុំបាទសុវណ្ណរិទ្ធីតាំងនាមឲ្យវិទ្យុខ្មែរប៉ុស្តិ៍នឹងលើកយកនៅប្រធានបទក្រមចំណងជើងថាស្នេហាជាតិនិងការពីជាតិបាទសម្រាប់យើងគ្មិនដែលបានចូលមកធ្វើការបកស្រាយនៅក្នុងនាទីនេះគឺលោកជុំគិរីបាទលោកជុំគិរីគឺជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកបាទដោយសារតែយើងបានភ្ជាប់ប្រព័ន្ធស្កេតទៅកាន់លោកជុំគិរីបានហើយមុននឹងសាកសួរសំណួរទៅកាន់លោកជុំគិរីជាដំបូងខ្ញុំសូមជម្រាបសួរលោកជុំគិរីបាទជំរាបសួរលោកសវណ្ណរិទ្ធីបាទលោកជុំគិរីប្រជាពលរដ្ឋខ្មែរតែងតែបានឮពាក្យស្នេហាជាតិជារឿយៗចេញពីអ្នកតស៊ូក្តីចេញពីអ្នកស្រឡាញ់ជាតិមិត្តភូមិក្តីអ្នកនយោបាយក្តីតែងតែនិយាយថាគេធ្វើអ្វីឡើងគឺដើម្បីសម្រាប់តែបុព្វហេតុស្នេហាជាតិនៅក្នុងនេះដែរគេមិនដែលបានឮពាក្យថាការពីជាតិយ៉ាងណានោះទេហើយមកដល់ពេលនេះខ្ញុំចង់ឲ្យលោកជុំគិរីជួយបកស្រាយតិចថាតើស្នេហាជាតិនិងការពីជាតិវាមានន័យដូចគ្នាឬក៏វាមានន័យខុសគ្នាដាច់ស្លាប់បាទអរគុណលោកសវណ្ណរិទ្ធីបាទតាមការតាមដាននយោបាយស្រុកខ្មែររបស់ខ្ញុំអ្នកនយោបាយនៅស្រុកខ្មែរគ្រប់ចំនួនទាំងអស់គ្រប់និន្នាការទាំងអស់អ្នកណាក៏ដោយឲ្យតែគេឡើងមកធ្វើជាអ្នកដឹកនាំគណៈបកចលនាក្រុមណានីមួយៗគេតែងតែនិយាយថាគេស្រឡាញ់ជាតិគេស្នេហាជាតិបាទខ្ញុំសង្កេតមើលគឺចឹងគ្រប់ដំណាក់កាលដូចជានៅក្នុងឆ្នាំ1993ជាដើមណាបាក់ហ្វាន់ពេចមកគាត់ធ្វើនឹងចាប់ផ្ដើមដំបូងហើយនយោបាយស្រុកខ្មែរយើងគឺថាឡើងមកគាត់សិតតែប្រកាសថាជាស្
ជាតិអីចឹងលក្ខណៈក៏ប៉ុន្តែរយៈបន្ទាប់ពីបានអំណាចឯមកគាត់ការពារអត់បានហ្វាន់ស្ពេចការពារអត់បានតែ5ឆ្នាំអីចឹងទៅក៏អំណាចនឹងបានទៅគេវិញបាទដូច្នេះពាក្យទាំងពីរនឹងវានៃខុសគ្នាស្នេហាជាតិហើយនឹងការពារជាតិនៃខុសគ្នាហើយវាស្រួលនិយាយណាស់សម្រាប់អ្នកដឹកនាំមួយចំនួនដែលគេមានគំនិតចង់យកពាក្យសម្ដីយកមកប្រើដើម្បីបោកប្រាស់ពលរដ្ឋគេចេះតែនិយាយចេះតែថាទៅដើម្បីឲ្យពលរដ្ឋនឹងជឿគេគ្រប់គ្រងគេដើម្បីគេធ្វើនយោបាយសម្រាប់ខ្លួនគេផ្ទាល់ក៏មានដែរអានឹងចំពោះខ្ញុំបាទដូចខ្ញុំទីឧទាហរណ៍មួយក្នុងរយៈពេល30ឆ្នាំឃើញតែអ្នកដឹកនាំឡើងមកស្នេហាជាតិដោយគណៈបកហ្វាន់ស្ពេចស្នេហាជាតិបាន5ឆ្នាំបោះឆ្នោតពលរដ្ឋបោះឆ្នោតឲ្យកកឹកកក្រែងបាក់ទឹកបាក់ដីបាទដើម្បីចង់រំដោះខ្លួនចេញពីអាណានិគមរបស់កុម្មុយនីសដែលមានដូចពហុបកចំនួនហ្នឹងខ្មែរក្រហមលក្ខណៈយួនជាដើមបានឈ្នះរួចទៅហើយគណៈបកហ្វិនស្ពេចបានឈ្នះរួចទៅហើយតែអ្នកដឹកនាំគាត់អត់មានសមត្ថភាពការពារអំណាចបាទដូច្នេះអំណាចនឹងត្រូវធ្លាក់ទៅឲ្យទៅលើដៃរបស់គេអ្នកដទៃវិញដូចជាគណៈបកប្រជាជនដែលមានលោកហ៊ុនសែនជាដើមយើងដឹងទាំងអស់គ្នាយើងឃើញអស់នេះបន្ទាប់មកគ្រប់អាណត្តិទាំងអស់បាទបន្ទាប់ពី93មកអាណត្តិទាំងអស់ហ្នឹងក៏ដូចគ្នាទៀតបាទបានមានពាក្យថាស្នេហាជាតិហ្នឹងវាគាត់នៅបានតែស្នេហាទេតែការពារជាតិឲ្យពលរដ្ឋខ្មែរការពារពលរដ្ឋខ្មែរអត់ទាន់មានបានអ្នកដឹកនាំអំណាចធ្វើបានមួយដែរហ្នឹងចំពោះលោកខ្ញុំមើលទៅឃើញចាស់បាទលោកជំគ្រីមួយទៀតចុះពាក្យការពារជាតិវិញវាមានន័យដូចម្ដេចទៅការពារជាតិបាទខ្ញុំថាចំពោះអ្នកដឹកនាំខ្មែរយើងក្នុងបច្ចុប្បន្ននិងអតីតកាលមកក៏អត់ទាន់មានឃើញដែរបាទអត់ទាន់មានឃើញអ្នកណាការពារជាតិបានទេដូច្នេះពលរដ្ឋខ្មែរគួរតែពិចារណាត្រង់នឹងចំណុចនឹងឲ្យមែនតែមុននឹងធ្វើនយោបាយគ្រប់គ្រងគណៈបកណាមួយក៏ដឹកនាំណាមួយយើងត្រូវមើលអ្នកដឹកនាំប្រវត្តិសាស្ត្រអ្នកដឹកនាំយ៉ាងណាយ៉ាងម៉េចហើយយុទ្ធសាស្ត្រនយោបាយអ្នកដឹកនាំនឹងយ៉ាងម៉េចកុំឲ្យឮតែគេថាគេស្រឡាញ់ជាតិគេស្នេហាជាតិតែសកម្មភាពរបស់អ្នកដឹកនាំនេះគឺអត់មានឃើញបានចំណេញប្រយោជន៍ដល់ពលរដ្ឋហើយការពារពលរដ្ឋរដ្ឋអំណាចឲ្យពលរដ្ឋចំណុចណាមួយគឺយើងអត់ឃើញពលរដ្ឋខ្មែរគួរតែពិចារណាចំណុចហ្នឹងមែនទែនជាកន្លងមកយើងឃើញណាគ្រប់អាណត្តិបោះឆ្នោតទាំងអស់សិតតែមានបញ្ហាទាំងអស់គាត់តែតិចចេញច្រើនពី93មក98បាទមក2003 2008ដំណាក់បន្តមកសិតតែមានបញ្ហាដល់បោះឆ្នោតហើយមានបញ្ហាបោះឆ្នោតហើយមានបញ្ហាហើយគឺយើងគណៈបកទាំងសងខាងតែចូលទៅចរតាទៅរួមហើយក៏បានសម្រេចរួមគ្នាទៅចរចាគ្នាទៅស្អែកថាយើងបានជាជំនះរួមគ្នាធ្វើការតទៅទៀតតែពលរដ្ឋនៅតែរងទុក្ខវេទនារហូតមកទល់បច្ចុប្បន្នអាហ្នឹងយើងមើលឃើញចំណុចហ្នឹងរហូតមកទល់បច្ចុប្បន្នដូច្នេះបានន័យថាអ្នកដឹកនាំរយៈកន្លងមកទល់បច្ចុប្បន្នអត់ទាន់មានអ្នកដឹកនាំណាមួយដែលមានសមត្ថភាពការពារបាននេះគាត់តែមានពាក្យថាស្រឡាញ់ជាតិតែប៉ុណ្្នឹងឯងតែការពារជាតិអត់ទាន់បានចំពោះទស្សនៈហ្នឹងខ្ញុំមើលឃើញថាពេលអនាគតបើសិនជាអ្នកដឹកនាំខ្មែរនៅពេលអនាគតមិនព្រមដូរយុទ្ធសាស្ត្រនយោបាយនៅក្នុងប្រទេសកម្ពុជាទេខ្ញុំជឿថាទោះបី10ឆ្នាំ20ឆ្នាំ30ឆ្នាំទៅទៀតក៏រំដោះស្រុកខ្មែរចេញពីអាណានិគមរបស់យួនកុម្មុយនីសបានដែរបាទទស្សនៈខ្ញុំមើលឃើញចឹងពួកគាត់អត់មានសមត្ថភាពការពារជាតិគាត់បានថាស្រឡាញ់ជាតិគឺទៅហើយគេយកទៅវិញដែរបាទការពារជាតិគឺជាចំណុចសំខាន់សម្រាប់អ្នកនយោបាយបាទអរគុណលោកជំនឿចំពោះការបកស្រាយនៅនយោបាយនៃពាក្យស្នេហាជាតិនិងការពារជាតិបាទខ្ញុំចង់រំលឹកតិចថាកាលដែលយើងរួចផុតពីនិមនានិគមបារាំងហ្នឹងគឺសម្ដេចព្រះអនុហ្នឹងក៏បានកសាងនៅស្ដូរពីមានឯករាជ្យដើម្បីរំលឹកគុណបំណែកនៃយុទ្ធជនដែលបានពលីជីវិតដើម្បីដំណោះប្រទេសចេញពីនិមនានិគមបារាំងហើយក្រោយមកទៀតហ្នឹងក៏យើងបានឃើញថាសម័យលោកលន់ណុលពេលណាដែលដល់ខួបដល់ឆ្នាំដែលត្រូវរំលឹកវិញ្ញាណក្ខន្ធក៏ទៅរំលឹកវិញ្ញាណក្ខន្ធអ្នកតស៊ូយុទ្ធជនដែលបានពលីដើម្បីជាតិនៅវិមានឯករាជ្យនឹងផងដែរហើយសម័យខ្មែរក្រហមក៏មានការរំលឹកនៅឯវិមានឯករាជ្យដែរចំពោះយុទ្ធជនដែលបានពលីដើម្បីជាតិដែលពួកគេថាក្នុងចលនាការពារជាតិរបស់គេនោះហើយមកដល់សម័យនេះទៀតក៏មានការទៅរំលឹកខួបស្នេហាជាតិនៅឯវិមានឯករាជ្យដដែលអញ្ចឹងយើងឃើញថាពីមួយចំនួនទៅមួយចំនួនតែនៅឃើញថ្នាក់ដឹកនាំកម្ពុជានឹងនាំគ្នាកែនគ្នានឹងមិនថាសិស្សនិស្សិតមន្ត្រីឆ្កែទៅគ្រប់វិញ្ញាណក្ខន្ធអ្នកស្នេហាជាតិយុទ្ធជនថ្នាក់ដែលបានពលីជីវិតដើម្បីជាតិនៅពេលនេះខ្ញុំចង់ជម្រាបសួរថាតើគ្រាន់តែ
ស្នេហាជាតិមួយមុខហ្នឹងដល់មិនបានការពីជាតិហ្នឹងវាជារឿងគ្រប់គ្រាន់ហើយណាបាទបាទអរគុណរឿងនេះគឺចំណុចជាល្អដែរដូចជាចំនួនសង្គមរាជនិយមដែលសម្ដេចសៀវលោកគាត់នៅកាន់អំណាចចលាយធ្វើនយោបាយលោកក៏តែងតែថាគាត់នឹងក៏ស្វែងថាគាត់ជាអ្នកស្រឡាញ់ជាតិស្នេហាជាតិឡើងហ្នឹងក៏ប៉ុន្តែសកម្មភាពរបស់គាត់ធ្វើហ្នឹងគឺគាត់ការពារអត់បានទេគឺគាត់យល់ថាគាត់ការពារមិនបានគាត់តែងតែទៅគ្រប់គ្រងប្លុកកុម្មុយនីសដែលមានចិនជាដើមជាអ្នកគ្រប់គ្រងនយោបាយរបស់គាត់អ្នកដឹកនាំខ្មែរយើងទាំងអស់គ្រប់ចំនួនអស់តែងតែទៅរកប្លុកកុម្មុយនីសដើម្បីឲ្យជួយការពារអំណាចនិងការពារនយោបាយខ្លួននៅក្នុងប្រទេសកម្ពុជាចំណុចហ្នឹងហើយដែលស្រុកខ្មែរយើងមានបញ្ហាមកទល់សប្តាហ៍ថ្ងៃគ្រប់ចំនួនគ្រប់អ្នកដឹកនាំអស់តែងតែទៅរកប្លុកកុម្មុយនីសដើម្បីឲ្យការពាររដ្ឋអំណាចនិងនយោបាយរបស់ខ្លួនដូចស្ដេចសៀវលោកជាដើមខ្មែរក្រហមជាដើមមានតែមួយគត់ដែលខ្ញុំសង្កេតមើលក្នុងប្រវត្តិសាស្ត្រនយោបាយស្រុកខ្មែរគឺរបបសាធារណរដ្ឋដែលមានលោកសេនាប្រមុខលន់នល់ជាប្រមុខរដ្ឋហ្នឹងឃើញគាត់ធ្វើបានតាមឆ្នាំតែគាត់នៅតែការពារបានព្រោះមានកត្តាសំខាន់ដែលគាត់ការពារបានព្រោះនៅពេលពីឆ្នាំ70មកឆ្នាំ75ហ្នឹងគឺគាត់សាធារណរដ្ឋអត់មានចំណាជួយគ្រប់គ្រងទេគឺគាត់ធ្វើដោយឯងសហរដ្ឋអាមេរិកក៏គេអត់ជួយគាត់ដូច្នេះគាត់មិនអាចទប់ទល់នឹងកម្លាំងប្រដាប់អាវុធរបស់ពួកកុម្មុយនីសវៀតកុងយួនបានជាគាត់ទៅបរាជ័យបានតែ5ឆ្នាំអំណាចទាំងអស់ហ្នឹងទៅធ្លាក់មកលើខ្មែរក្រហមវិញដដែលអាហ្នឹងហើយដែលខ្ញុំតែនិយាយថាស្បូរតែអ្នកស្រឡាញ់ជាតិហើយការពារជាតិអត់ទាន់បានមានតែរបបសាធារណរដ្ឋមួយទេដែលអាចរំលោភបានពីរបបកុម្មុយនីសបានហើយបានតែ5ឆ្នាំទៅធ្លាក់ចូលទៅដំណាប់ដៃរបស់កុម្មុយនីសទៅវិញបានអាហ្នឹងបន្តមកទៀតហ្នឹងឃើញអ្នករហូតមកទល់បច្ចុប្បន្នឃើញអ្នកដឹកនាំទាំងអស់តែងតែនិយមទៅកសែតកសោបជាមួយតែលោកកុម្មុយនីសទាំងអស់លោកកុម្មុយនីសខ្ញុំមិនដែលឃើញអ្នកដឹកនាំណាមួយមកដើម្បីតាក់ទងឲ្យមានតំណែងតំណងផ្នែកខាងការទូតផ្នែកខាងការគ្រប់គ្រងពីលោកសេរីពីពួក Western នេះអានោះតាមរយៈខ្ញុំចំណុចនេះដែលខ្មែរយើងមានបញ្ហាពួកកុម្មុយនីសគេមិនដែលចង់ឲ្យយើងបានសុខបានសប្បាយទេលទ្ធិកុម្មុយនីសគេតែងតែមានមហិច្ឆតាចង់ទ្រព្យសម្បត្តិយើងចង់បានទឹកដីយើងចង់រំលោភសិទ្ធិយើងបានស្អីៗដែលឃើញទេថ្ងៃហ្នឹងគឺគេចង់បានទាំងអស់គេអត់ខ្វល់ពីដែលយើងមានបញ្ហាប្រជាជនចង់បានសិទ្ធិសេរីភាពអីគឺគេអត់ខ្វល់ពីចំណុចហ្នឹងមួយដែលយើងត្រូវនយោបាយត្រូវតែពិនិត្យមើលអាហ្នឹងតទៅមុខទៀតនៅពេលអនាគតបាទលោកជុំគ្រីស្ទបើសិនបើយើងកំណត់ត្រឹមតែស្នេហាជាតិហើយយើងមិនបានការពារជាតិតើសង្គមកម្ពុជាដែលលោកធ្លាប់បានមើលឃើញហ្នឹងវាអាចនឹងធ្លាក់ចូលក្នុងគ្រោះមហន្តរាយឬមួយក៏វាមិនមានបញ្ហាអ្វីទេបាទខ្ញុំថាបើសិនជាអ្នកដឹកនាំនយោបាយមិនព្រមផ្លាស់ប្ដូរយុទ្ធសាស្ត្រនយោបាយរយយុទ្ធសាស្ត្រការពារជាតិឲ្យបានមុតមមពិតប្រាកដទេនយោបាយស្រុកខ្មែរគឺខ្សោយជាទីបំផុតហើយស្រួយជាទីបំផុតគឺมันអាចរំដោះខ្លួនចេញពីអាណានិគមកុម្មុយនីសបានទេទៅពេលអនាគតក្នុងបច្ចុប្បន្នបាទដូច្នេះយើងត្រូវតែសម្លឹងមើលរយុទ្ធសាស្ត្រអ្នកនយោបាយណាដែលមានគំនិតការពារជាតិដែលមានយុទ្ធសាស្ត្រការពារជាតិហើយយើងគួរតែគ្រប់គ្រងដើម្បីធ្វើការរំដោះខ្លួនទៅពេលអនាគតបាទតើធ្វើម៉េចទៅដើម្បីយើងអាចថាការពារជាតិរកយុទ្ធសាស្ត្របែបណាដែលយើងថាអាចការពារជាតិបាននោះបាទស្រុកខ្មែរយើងខ្ញុំតែតែឃើញអ្នកនយោបាយដឹកនាំទាំងអស់អ្នកដឹកនាំនយោបាយទាំងអស់បើសិនជាគេចាប់ផ្ដើមធ្វើនយោបាយដឹកនាំទីហោជាក់ស្ដែងតាំងពីគណៈបកហ្វិនស៊ីប៉ិចគណៈបកតូចៗដល់ទៀតហើយចាប់បច្ចុប្បន្នគណៈបកសង្គមជាតិបាទទីតែងតែយកយុទ្ធសាស្ត្រមួយគេថាគេចង់ឲ្យបានប្រទេសខ្មែរនឹងជាគេហៅថាមិនចូលបកសម្ព័ន្ធណាបាទរស់នៅដោយឯងហើយគេទាមទារសេរីភាពដោយខ្លួនគេហើយគេចង់រស់នៅតែឯងអត់ចូលបកសម្ព័ន្ធណាទាំងអស់ដូច្នេះចំពោះខ្ញុំផ្ទាល់ខ្ញុំថាយើងប្រទេសខ្មែរមិនអាចរស់នៅតែឯងបានទេបាទយើងត្រូវការបកសម្ព័ន្ធត្រូវការអ្នកមហាអំណាចឲ្យជួយការពារបូរណភាពទឹកដីយើងហើយនយោបាយយើងនៅពេលអនាគតដូច្នេះអ្នកនយោបាយនៅពេលអនាគតជាពិសេសអ្នកណាក៏ដោយបើសិនជាយកអំណាចបាននៅពេលអាណត្តិក្រោយឬក៏អាណត្តិហ្នឹងអ្នកនយោបាយអ្នកដឹកនាំនោះត្រូវតែផ្លាស់ប្ដូរយុទ្ធសាស្ត្រនយោបាយបើសិនជាខ្ញុំវិញបើសិនជាខ្ញុំជាអ្នកដឹកនាំវិញខ្ញុំបានអំណាចមកខ្ញុំគួរតែផ្លាស់ប្ដូរយុទ្ធសាស្ត្រនយោបាយខ្ញុំនឹងវិលត្រឡប់មករក Western ដើម្បីឲ្យជួយការពារបូរណភាពទឹកដីកម្ពុជាឲ្យបានហើយយើងនឹងធ្វើអភិវឌ្ឍស្រុកយើងហើយនឹងធ្វើក្នុងបម្រើជាតិនឹងការពារទឹកដីបូរណភាពទឹកដីយើងបានព្រោះយើងមានអ្នកអំណាចនៅពីក្រោយដើម្បីការពារនយោបាយយើងនិងយុទ្ធសាស្ត្ររបស់នយោបាយរបស់យើងរបស់ខ្មែរបាទ
លោកជុំគិរីយើងឃើញថាកន្លងមកក្រោយការបោះឆ្នោតហ្នឹងម្ដងហ្នឹងយើងឃើញថាគណៈបកប្រឆាំងហ្នឹងតែងតែរត់ទៅរកប្រចាំប្រទេសដូចជាសហគមន៍អឺរ៉ុបឬក៏សហរដ្ឋអាមេរិកហើយជាប្រទេសដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យហ្នឹងឲ្យជួយតើការដែលរត់ទៅរកអ្នកដែលប្រទេសដែលគោរពស្រឡាញ់លទ្ធិប្រជាធិបតេយ្យហ្នឹងលោកបញ្ជាក់ទុកថាគេហ្នឹងកំពុងតែមានយុទ្ធសាស្ត្រដើម្បីការពារជាតិទេបាទចំណុចនេះវាខុសគ្នាបន្តិចវាខុសពីចំណាត្រង់ថាខ្ញុំទីឧទាហរណ៍មួយបើសិនជាយើងអត់ទាន់យកជ័យជំនះបានពីគណៈបកកាន់អំណាចដែលយើងចង់ឲ្យមានការផ្លាស់ប្ដូររបបនៅភ្នំពេញបានណាហើយយើងទៅពឹងគេអ្នកក្រៅឲ្យទៅជួយប្រទេសដទៃគេជួយពួកអឺរ៉ុបឬក៏ Western ទៀតជួយគេមិនអាចជួយបានទេបាទខ្ញុំជឿថាអញ្ចឹងអានឹងជាប្រសាសន៍នយោបាយក៏ប៉ុន្តែបើសិនជាយើងបានអំណាចរួចមកហើយជាពិសេសដូចនៅឆ្នាំ93ណាហ្វាន់ស៊ីប៉ិចខ្ញុំឧទាហរណ៍តែតកាលរួចមកហើយបើសិនជាយើងយកអំណាចហ្នឹងណាសម្ដេចនរោត្តមនរណរដ្ឋគាត់យកអំណាចហ្នឹងគាត់យកអំណាចហ្នឹងយកមកដើម្បីទាញយក Western ឲ្យគេចូលទៅជួយការពាររដ្ឋអំណាចរបស់គាត់ហើយពលរដ្ឋខ្មែរនៅបនទឹកទឹកខ្មែរគេនឹងអាចចូលបាទគេនឹងអាចចូលហ្នឹងមួយទីពីរទៀតថ្មីនេះទៀតដោយលោក2013គណៈបកសង្គ្រោះជាតិឈ្នះរួចទៅហើយបាទឈ្នះរួចទៅហើយ2013បោះឆ្នោតបាក់ទឹកបាក់ដីឈ្នះរួចហើយថ្ងៃ28ខែ7 2013នេះឈ្នះទេបើសិនជាលោកសំរាសីនិងលោកខឹមចិត្តសុខាមានឆន្ទៈចង់ការពារជាតិមែនចង់ការពារពលរដ្ឋមែនចង់ការពារបរិយាកាសទឹកបីគាត់មិនគួរវិលត្រឡប់ចូលទៅរួមធ្វើការជាមួយគណៈបកកាន់អំណាចទេគាត់គួរតែឈរនៅជាមួយពលរដ្ឋធ្វើមហាបាតកម្មទាមទារឲ្យមានការផ្លាស់ប្ដូរនិងទាមទាររកស្លឹកឆ្នោតទាំងគេលួចយើងទៅនោះហើយនឹងរកចិត្តទីធរនោះយើងគួរតែធ្វើពលិកម្មធ្វើបាតកម្មឈរនៅជាមួយពលរដ្ឋរហូតដល់បានជ័យជំនះនៅពេលណាដែលយើងបានជ័យជំនះយើងគួរតែយកនយោបាយរបស់យើងហើយយើងគួរតែទៅតាក់ទងនៅពួក Western ដើម្បីគេឲ្យគេចូលទៅជួយការពាររដ្ឋអំណាចនិងនយោបាយរបស់គណៈបកសង្គ្រោះជាតិហើយនឹងគណៈបកសង្គ្រោះជាតិនឹងធ្វើការអភិវឌ្ឍស្រុកប្រទេសយើងការពារស្រុកប្រទេសយើងដើម្បីទៅអនាគតអាហ្នឹងបានបើសិនជាយើងអត់ទាន់បានអំណាចហងហើយយើងទៅរកគេឲ្យមកជួយវាយដើម្បីយកអំណាចយើងអាហ្នឹងវាមិនអាចទៅរួចទេហើយរយៈកន្លងមកហ្នឹងគឺយើងអត់ទៅបានអំណាចហើយណាយើងមិនដែលអ្នកដឹកនាំខ្មែរយើងមិនដែលរត់មករក Western ទេដែលរត់សហរដ្ឋអាមេរិកឬអឺរ៉ុបឲ្យជួយទេអ្នកដឹកនាំរបស់យើងតែងតែទៅរកកុម្មុយនីសទៅវិញគឺចិនឧទាហរណ៍ជាក់ស្ដែងឧទាហរណ៍ថ្មីទៀតដោយលោកសំរងស៊ីអញ្ចឹងថ្ងៃគាត់ពុំទៅគ្រប់គ្រងអ្នកណាគាត់គុំគ្រប់គ្រងចិនហើយចិនជាកុម្មុយនីសឃើញទេអានឹងឧទាហរណ៍ជាក់ស្ដែងហើយដូច្នេះអត់បានសោកទេបើសិនជាគាត់នៅដរាបណាអ្នកដឹកនាំខ្មែរនៅតែគ្រប់គ្រងប្លុករូបកុម្មុយនីសដដែលគឺថាខ្មែរមិនអាចបានសុខនោះឡើយពួកកុម្មុយនីសគេមិនចង់ឲ្យអ្នកជិតខាងគេនឹងមានបានសេចក្តីសុខឡើយមិនចង់ឲ្យប្រទេសជិតខាងប្រទេសទូតាហ្នឹងគឺថាបានសេចក្តីសុខហើយគឺគេតែចង់តែរៀបទៅបាក់នៃអ្នកជិតខាងទៅពីខាងឈ្នះឲ្យខាងធ្វើគេធ្វើអីឲ្យចំណុចផលប្រយោជន៍បាក់កុម្មុយនីសវាខុសគ្នាបាក់លោកសេរីនៃ Western បាទនៅពេលណាបើសិនជាយើងបានអំណាចហើយយើងនាំមករកពួកគាត់ដើម្បីឲ្យគេជួយអភិវឌ្ឍឲ្យគេជួយកងទ័ពផ្នែកខាងនយោបាយផ្នែកខាងសេដ្ឋកិច្ចផ្លាក់ហ្នឹងអាហ្នឹងខ្ញុំជឿថាគេអាចទៅបានព្រោះហេតុអីបានជំនាញនិយាយចឹងពួកប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍យើងមានទួយទៅហើយខ្ញុំទីហោឲ្យលោកសវណ្ណធីជាក់ស្ដែងទី1ដូចលោកនៅប្រទេសសិង្ហបុរីទី2នៅហ្វីលីពីនទី3នៅសៅកូរ៉េគេពួកគេសិតតែក្រោមមហាអំណាចរបស់លោកសេរីទាំងអស់នៅ Western ទាំងអស់តៃវ៉ាន់បាទនឹងជាក់ស្ដែងយើងឃើញទាំងអស់គ្នាបើសិនហេតុអីបានខ្មែរយើងមិនធ្វើអញ្ចឹងហេតុអីបានអ្នកដឹកនាំខ្មែរយើងមិនព្រមតែខ្លួនមករកលោកសេរីដើម្បីលោកសេរីគេចូលទៅជួយការពារនយោបាយយើងនិងបនភាពទឹកដីយើងអាហ្នឹងទស្សនៈនេះយើងមើលឃើញដូច្នេះអ្នកណាក៏ដោយមិនមែនតែលោកសំអ្នកស៊ីឬលោកគុំសខាទេអ្នកណាក៏ដោយអ្នកដឹកនាំបើសិនជាវាយបានយកអំណាចផ្លាស់ប្ដូរអំណាចបានហើយនោះតែមិនចេះការពារថ្ងៃណាមួយយ៉ាងយូរណាស់អរិយភាព5-10ឆ្នាំរបបកុម្មុយនីសគេនឹងយកបានទៅវិញយើងអត់បានសុខអីឡើយមិនបានសុខឡើយគេអត់ឲ្យយើងបានសុខទេពួកយើងរស់ប្រទេសខ្មែរយើងរស់នៅក្នុងរង្វង់ជុំវិញទាំងអស់យើងគឺថាមានតែព្រៃខ្លាព្រៃកពើព្រៃដំរីពួកទៅជាងគេយើងមិនអាចរស់នៅឯកោបានទេយើងត្រូវតែរកអ្នកអំណាចអ្នកដែលកម្លាំងសាច់ដុំដើម្បីឲ្យជួយការពារបរិយាកាសទឹកដីរបស់យើងនិងនយោបាយរបស់យើងហ្នឹងតែស្នើខ្ញុំមើលឃើញចឹងបាទលោកជុំគិរីប៉ុន្តែមួយទៀតគណៈបកប្រឆាំងហ្នឹងគេថាគេចូលទៅប្រជុំសភាហ្នឹងចូលរួមធ្វើការនៅក្នុងសភាហ្នឹងគឺដើម្បីទៅបំរើការពារផលប្រយោជន៍ប្រជាពលរដ្ឋគឺដើម្បីកុំឲ្យគណៈបកប្រជាជននឹងជីសេះលែងដៃអញ្ចឹងអានេះមិនហៅថាជាយុទ្ធសាស្ត្រដើម្បីការពារជាតិការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋទេបាទខ្ញុំមិនដែលឃើញយុទ្ធសាស្ត្រ
ចូលទៅរួមធ្វើការជាមួយគណៈបកប្រជាជននឹងការពារពលរដ្ឋបានផលរយៈកន្លងមកប្រហែល 4-5 អាណត្តិកន្លងមកគាត់លោកសំរងស៊ីក៏តែធ្វើដូចចឹងពេលបោះឆ្នោតម្ដងមានបញ្ហាគាត់រត់ចេញទៅក្រៅស្រុកទៅហើយគេហៅចូលមកទៅរួមធ្វើការទៀតហើយគាត់ថាបានជ័យជំនះហើយគាត់ស្រែកប្រកាសថាបានជ័យជំនះហើយយើងឈ្នះចែកឈ្នះចោះយើងទៅរួមគ្នាធ្វើការជាមួយគ្នាយើងបានប៉ុណ្ណេះទៅអីបើតាមទស្សនៈរបស់ខ្ញុំឃើញនយោបាយរបស់លោកសំរងស៊ីគឺមិនមែនការពារជាតិខ្មែរទេមិនមែនការពារបូរណភាពទឹកដីខ្មែរទេគឺគាត់ចូលទៅវិញដើម្បីការពារអំណាចរបស់គាត់ការពារកៅអីរបស់គណៈបករបស់គាត់របស់ក្រុមគាត់តែប៉ុណ្ណឹងឯងហើយតែគាត់ស្រែកថាបានជ័យជំនះហើយជោគជ័យហើយបងប្អូនជោគជ័យហើយបងប្អូនហ្នឹងអាហ្នឹងគឺជោគជ័យពីនយោបាយអំណាចរបស់គាត់មានអំណាចគាត់មានកៅអីគាត់ចូលធ្វើការជាមួយវិញអាហ្នឹងគាត់បានជោគជ័យតែយើងមើលពលរដ្ឋរងទុក្ខវេទនាប៉ុណ្ណារយៈ20ឆ្នាំមកហើយនោះគ្រប់អាណត្តិទាំងអស់ពលរដ្ឋមិនដែលបានសុខសាន្តមិនដែលបានអត់មានដំណោះស្រាយឲ្យពលរដ្ឋទេផ្នែកខាងដីធ្លីផ្នែកខាងច្បាប់ទម្លាប់លក្ខហ្នឹងណាយើងឃើញទាំងអស់គ្នាពលរដ្ឋខ្មែរយើងឃើញទាំងអស់គ្នាដូច្នេះគាត់ខ្លាចថាបានជោគជ័យហើយគាត់ទៅដោះស្រាយដើម្បីពលរដ្ឋវាអត់មានឃើញសង្ហៃគណៈបកកាន់អំណាចគេធ្វើអីក៏បានគេចង់ចាប់ដាក់គុកគេចាប់ដាក់គុកគេចង់វាយអ្នកណាគេចង់ត្រឡប់អ្នកណាគេបានទាំងអស់ហើយពលរដ្ឋទាមទារក្រៅសើទាមទារឲ្យរយុត្តិធម៌បញ្ហាសហគមន៍ដីធ្លីគេមិនអាចចេញមកដោះស្រាយសួរថាលោកសំរងស៊ីគាត់ដាក់សម្ពាធឲ្យលោកហ៊ុនសែននឹងដែលអ្នកកាន់អំណាចមកធ្វើបានតាមពលរដ្ឋที่ចង់បានទេវាអត់ទេចំណុចនោះហើយពលរដ្ឋខ្មែរនៅតែរងគ្រោះរហូតថ្ងៃហើយអ្នកដែលបានសុខស្រួលអ្នកដែលបានជោគជ័យដោយលោកសំរងស៊ីនឹងគុំសខាគាត់និយាយនោះអាហ្នឹងគាត់បានហើយគាត់ចូលទៅធ្វើការវិញហើយដំណើររាជរបស់គាត់50ឡានអ្នកចូលទៅធ្វើការវិញអាហ្នឹងគាត់បានតែពលរដ្ឋវេទនាដដែលអាហ្នឹងចាប់ណាស់ខ្ញុំមើលឃើញចឹងបាទមានការលើកឡើងថាដូចជាមានចម្ងល់ជាច្រើនថាអ្នកនយោបាយខ្មែរយើងមើលឲ្យពីមួយជំនាន់ទៅពីមួយជំនាន់ថាលោកសំរងស៊ីថាលោកកឹមសុខាឬក៏អ្នកណាផ្សេងទេបើមើលពីចំណេះដឹងសមត្ថភាពនោះសិតតែបណ្ឌិតអីចឹងទៅប៉ុន្តែហាក់បីដូចជាមិនបានរកវិធីសាស្ត្រណាមួយដើម្បីការពារជាតិបានត្រឹមតែនិយាយទៅកាន់ប្រជាពលរដ្ឋថាខ្លួនឯងនឹងជាអ្នកស្នេហាជាតិតែលោកមើលឃើញចំណុចហ្នឹងតើវាមានអ្វីខ្លាចវាមានអ្វីអាចកំបាំងដែលធ្វើឲ្យអ្នកនយោបាយខ្មែរពីមួយជំនាន់ទៅមួយជំនាន់មិនព្រមរកយុទ្ធវិធីឬក៏អាចការពារជាតិបាននោះបាទខ្ញុំមើលឃើញឥឡូវខ្ញុំនិយាយពីចាប់ពីធំចុះមកក្រៅវិញពីគណៈបកប្រឆាំងបាទខ្ញុំនិយាយពីលោកសំរងស៊ីបាទគាត់ថាគាត់ជាអ្នកប្រជាធិបតេយ្យគាត់គោលការណ៍របស់គណៈបកសង្គ្រោះជាតិគឺប្រជាធិបតេយ្យចង់បានឲ្យមានការផ្លាស់ប្ដូរចង់ឲ្យមាននៅកម្ពុជាឲ្យមានប្រជាធិបតេយ្យសេរីគាត់តែងតែការគោលការណ៍ហ្នឹងគឺគណៈបកសង្គ្រោះជាតិគឺការគោលការណ៍ហ្នឹងហើយពលរដ្ឋក៏គ្រប់គ្រងបាទគ្រប់គ្រងក៏ប៉ុន្តែយើងតាមមើលទាំងអស់គ្នាពេលមុនដែលលោកសំរងស៊ីចូលទៅធ្វើការជាមួយគណៈបកប្រជាជនវិញគាត់ចេញពីគាត់បានទៅប្រជុំនៅកន្លែងសភាហើយគាត់ចេញមកវិញគាត់បានរាយការណ៍ប្រាប់អ្នកកាសែតណាគាត់ថាគាត់អត់មានជំរឿទេគាត់អត់មានជំរឿទេគាត់ត្រូវតែចូលទៅធ្វើការជាមួយនឹងគណៈបកកាន់អំណាចដើម្បីដោះស្រាយនៅអនាគតនៅពេលអនាគតទៅទៀតនៅអាណត្តិ2018ទៅវិញបាទដូរច្បាប់ដូរគោលចបលៈដែលយើងបានលើកទាំងអស់គ្នាគាត់ថាគាត់អត់មានជំរឿខ្ញុំសូមសួរថាបើគាត់អត់មានជំរឿទៅហើយតើគាត់អាចដឹកនាំពលរដ្ឋខ្មែរទៅអនាគតបានទៀតទេបើអ្នកដឹកនាំអត់មានជំរឿទៅហើយនោះហ្នឹងមួយទីលោកកឹមសុខាជាអនុប្រធានពេលលេខបោះឆ្នោតរួច2013ហើយគាត់បានធ្វើដំណើរទស្សនកិច្ចគាត់ទៅប្រទេសអូស្ត្រាលីខ្ញុំតាមដានហើយគាត់បងប្អូនខ្មែរនៅអូស្ត្រាលីសួរគាត់ថាងាយតែរឿងវាយយកប្រទេសគេសួរ3ចំណុចបាទគាត់ថាងាយតែវាយយកប្រទេសវាយពេលណាក៏បានដែរតែគាត់អត់មានសមត្ថភាពការពារឃើញទេពាក្យថាអត់មានសមត្ថភាពការពារបានន័យថាតែតាំងពីនោះអត់មានសមត្ថភាពទាំងអស់លោកកឹមសុខាអត់មានសមត្ថភាពការពារបូរណភាពទឹកដីខ្មែរអត់មានសមត្ថភាពការពារពលរដ្ឋខ្មែរលោកសំរងស៊ីអត់មានជំរឿគឺថាដើរដល់ចំណុចតចោលហើយដូច្នេះយើងត្រឡប់មកនិយាយភាសារបស់គាត់វិញដែលគាត់ប្រកាសប្រាប់ពលរដ្ឋខ្មែរឲ្យគ្រប់គ្រងគណៈបកសង្គ្រោះជាតិឯងគាត់កាន់ខ្ជាប់នៅប្រជាធិបតេយ្យគឺថាបើសិនជាគាត់មានឆន្ទៈស្រឡាញ់ជាតិពិតប្រាកដមែនហើយប្រជាធិបតេយ្យពិតប្រាកដមែនបើគាត់អត់ជំរឿហើយគាត់អត់មានសមត្ថភាពហេតុអីបានគាត់មិនចោះចេញគាត់ប្រកាសទៅហើយចោះចេញទៅឲ្យតំណាងរាស្ត្ររបស់គាត់រើសយកអ្នកដឹកនាំថ្មីទៅអាហ្នឹងបានសមជាអ្នកប្រជាធិបតេយ្យពិតប្រាកដប៉ុន្តែគាត់អត់បានឃើញណាបានន័យថាគាត់មិនមែនស្រឡាញ់ជាតិមិនមែនចង់ធ្វើបម្រើជាតិទេគាត់ធ្វើបម្រើការងាររបស់គាត់អំណាចរបស់គាត់អាហ្នឹងទស្សនៈយើងមើលស្ដាប់សម្ដីអ្នកដឹកនាំអញ្ចឹងហើយបើនិយាយពីអ្នកដែលដើរតាមគាត់ទៅវិញតំណាងរាស្ត្រ55នាក់យើងបានឃើញតំណាងរាស្ត្រណាមួយមានគំនិតអី
បើជាសន្តិបាលបើជាសមាជដើម្បីរកដំណោះស្រាយឲ្យដាក់ឲ្យអ្នកដឹកនាំប្រធាននិងអនុប្រធានធ្វើតាមចិត្តប្រសាសន៍និងឆន្ទៈរបស់ពលរដ្ឋចង់បានអត់ទេអ្នកដំណងនេះ50ផ្លែនេះឃើញតែដើរតាមប្រធាននិងអនុប្រធានឃើញតែដើរតាមអត់ដែលមានសំណួរអត់ដែលមានចម្លើយអីទាំងអស់បើគេធ្វើយ៉ាងម៉េចគឺធ្វើយ៉ាងដូចឆ្នាំគេទៅអត់រួចពលរដ្ឋខ្មែរនៅតែមានបញ្ហាដដែលអានេះទេសនាខ្ញុំមើលឃើញចឹងបាទប៉ុន្តែគេបានដាក់ជាទស្សនៈជាយុទ្ធសាស្ត្រថាការធ្វើអញ្ចឹងគឺមិនចង់ឲ្យមានការបែកបាក់តាមទីពេកក្នុងទេហើយយើងធ្វើមិនរួមគ្នាសិនដើម្បីឲ្យឈ្នះគណៈបកប្រជាជនសិនហើយការលើកឡើងនេះលោកយល់យ៉ាងណាដែរបាទពាក្យថារួមបាទពាក្យថារួមវាងាយស្រួលណាស់រួមបាទឥឡូវយើងមើលទៅវិញយើងមើលពេលដែលគាត់ចូលទៅធ្វើការជាមួយគណៈបកប្រជាជនសួរថាគាត់មានអំណាចអីទេលោកគឹមសុខាគាត់មានអំណាចអីឲ្យហ៊ុនសែនធ្វើតាមគាត់ទេឲ្យហ៊ុនសែនផ្លាស់ប្ដូរឲ្យសភាផ្លាស់ប្ដូរទៅតាមគាត់ទេខ្ញុំអត់តាមឃើញទេគាត់ចូលប្រហែលខែអត់តាមមានឃើញប្ដូរផ្លាស់អីទេធ្វើឲ្យបានទេគេនៅទៅធ្វើបាបប្រជាជននៅដែរកម្មករទៅកោតម្លៃប្រាក់លុយប្រាក់ខែនៅដែរស្អី everything ស្អីទាំងអស់គឺនៅដែរមានខ្លាំងឡើងមានចាប់ឡើងអាហ្នឹងយើងមើលអញ្ចឹងដូច្នេះទស្សនៈខ្ញុំថាវាអត់ទៅរួចទេបាទវាអត់ទៅរួចពួកយើងទៅធ្វើនៅខាងក្រោមទេអ្នកណាជាអ្នកដឹកនាំហ៊ុនសែនជាអ្នកដឹកនាំហ៊ុនសែនកាន់ទាំងអស់ហ៊ុនសែនcontrol ទាំងអស់ហ៊ុនសែនកងទ័ពនៅលើហ៊ុនសែនបាទសភានៅលើហ៊ុនសែនតុលាការនៅលើហ៊ុនសែនច្បាប់លក្ខណៈស្អីទាំងអស់នៅលើហ៊ុនសែនទាំងអស់ដូច្នេះយើងទៅធ្វើមិនបានសំណងស៊ីគាត់ទៅធ្វើមិនបានគឹមសុខាគាត់ធ្វើមិនបានយើងឃើញជាក់ស្ដែងហ្នឹងសប្តាហ៍មានធ្វើអីកើតវាអត់ទៅរួចបាទមិនអាចទៅបានទេបាទពួកយើងចូលទៅបង្កប់កិច្ចឲ្យគេរួចទៅហើយបាទដូចគាត់ស្រែកពេលមួយនោះខ្ញុំគេទៅពីអតិសេរីយ៉ាងណាទេគាត់કહેថាគាត់មានអំណាចប្រហែលនឹងរដ្ឋមន្ត្រីដែរនាយករដ្ឋមន្ត្រីដែរតែគេហៅថានាយករដ្ឋមន្ត្រីសមោលឃើញទេមានន័យថាម៉េចនាយករដ្ឋមន្ត្រីសមោលលោកសំរងស៊ីនោះគាត់ន័យថាបើខ្ញុំនិយាយឲ្យចំទៅគឺនាយករដ្ឋមន្ត្រីនេះអាយ៉ងសមោលនោះវាអាយ៉ងចឹងគឺថាហ៊ុនសែនគេឲ្យធ្វើយ៉ាងម៉េចគាត់ធ្វើចឹងទៅគាត់មានអំណាចអីទេហ៊ុនសែនគេបត់ឆ្វេងគាត់បត់ឆ្វេងហ៊ុនសែនគេបត់ស្ដាំគាត់បត់ស្ដាំអាហ្នឹងនាយករដ្ឋមន្ត្រីសមោលរបស់រដ្ឋសំរងស៊ីយុបាទអាហ្នឹងពលរដ្ឋខ្មែរត្រូវទៅតាមដានអ្នកនយោបាយចំណុចហ្នឹងមិនមែនទេបាទធ្វើម៉េចទៅដើម្បីឲ្យពលរដ្ឋខ្មែរហ្នឹងរើសបានអ្នកនយោបាយដែលមានចិត្តស្នេហាជាតិហើយចេះការពារជាតិការពារខ្លួនឯងនោះបាទពលរដ្ឋខ្មែរត្រូវតែហ៊ានធ្វើបាទពលរដ្ឋខ្មែរត្រូវតែហ៊ានធ្វើយ៉ាងម៉េចពួកយើងចង់បានប្រជាធិបតេយ្យដូច្នេះពលរដ្ឋខ្មែរជាម្ចាស់អំណាចពលរដ្ឋខ្មែរជាម្ចាស់ទឹកម្ចាស់ដីពលរដ្ឋខ្មែរមានសិទ្ធិជ្រើសរើសរកអ្នកដឹកនាំដើម្បីបម្រើឆន្ទៈរបស់ខ្លួនដូច្នេះពលរដ្ឋខ្មែរបើសិនជាអ្នកដឹកនាំណាមួយដែលមិនគោរពឆន្ទៈរបស់ពលរដ្ឋខ្មែរដែលចង់បានពលរដ្ឋខ្មែរមានសិទ្ធិទម្លាក់បាទមានសិទ្ធិទម្លាក់មានសិទ្ធិស្រែកមិនគ្រប់គ្រងបដិសេធហើយយើងជ្រើសរើសយកអ្នកដឹកនាំថ្មីទៀតដែលអ្នកដឹកនាំណាគេគោរពឆន្ទៈរបស់ពលរដ្ឋនិងពលរដ្ឋចង់បានអាហ្នឹងចំណុចហ្នឹងយើងមើលឃើញចឹងខ្ញុំមើលឃើញចឹងបាទបើសិនជាពលរដ្ឋខ្មែរមិនព្រមប្រើអំណាចខ្លួនឯងដាក់សម្ពាធឲ្យអ្នកដឹកនាំធ្វើតាមអ្វីដែលខ្លួនចង់បានខ្ញុំថាពលរដ្ឋខ្មែរនៅតែចាញ់បោកអ្នកដឹកនាំជារៀងរហូតនៅពេលអនាគតហើយមិនអាចរំដោះខ្លួនបានទេព្រោះរយៈកន្លងមកយើងឃើញទាំងអស់គ្នាហើយគេអ្នកដឹកនាំមួយចំនួនហ្នឹងគឺថាគេយកតែពាក្យប្រើថាស្រឡាញ់ជាតិរួបរวมគ្នាណាតែអត់មានឃើញធ្វើឲ្យបានទេការពារអត់ទាន់មានទេបាទធ្វើម៉េចទៅឲ្យដឹងឲ្យពលរដ្ឋដឹងថាអ្នកនយោបាយមួយហ្នឹងគឺមានសមត្ថភាពការពារជាតិនោះបាទអាហ្នឹងតើតែពលរដ្ឋខ្មែរសម្លឹងមើលឃើញទៅតាមសហគមន៍ទៅតាមស្ថាប័នទាំងអស់យល់ថាអ្នកណាមួយដែលអាចដែលមើលយើងមើលទៅតាមសកម្មភាពរបស់អ្នកដឹកនាំហ្នឹងបើយើងយល់ថាអ្នកដឹកនាំហ្នឹងមានសមត្ថភាពអាចធ្វើបានហើយស្រឡាញ់ឆន្ទៈពលរដ្ឋធ្វើតាមពលរដ្ឋចង់បានគឺជាមានកំណត់អ្នកប្រជាធិបតេយ្យយើងអាចរើសយកបានខ្ញុំមិនហ៊ានក្រងទីខ្ញុំមិនហ៊ានសន្យាថាត្រូវបាន 100% តែយើងគួរតែគោរពច្បាប់ដែលយើងបាននិយាយថាប្រជាធិបតេយ្យយើងត្រូវ5ឆ្នាំឬក៏4ឆ្នាំម្ដងយើងត្រូវបោះឆ្នោតបើសិនជាខ្ញុំជាអ្នកដឹកនាំវិញបើសិនជាខ្ញុំបានឡើងធ្វើជាអ្នកដឹកនាំបានមួយអាណត្តិ4ឆ្នាំឬ5ឆ្នាំបើខ្ញុំធ្វើសមត្ថភាពបម្រើពលរដ្ឋដែលបានគ្រប់គ្រាន់ទេគឺថាខ្ញុំគួរតែចោះចេញបើពលរដ្ឋគេដកខ្ញុំគួរតែចោះចេញឬក៏ខ្ញុំសូមចោះខ្លួនឯងអាហ្នឹងបានពិតជាអ្នកជាតិធិបតេយ្យពិតប្រាកដតែយើងតែនិយាយថាយើងយកគោលការណ៍ជាតិធិបតេយ្យតែរយៈកន្លងមកអ្នកដឹកនាំរយៈកន្លងមកវាអត់មានពាក្យសម្ដីគាត់ថាជាតិធិបតេយ្យតែខ្លួនឯង20ឆ្នាំហើយដែរ5 10ឆ្នាំហើយ25ឆ្នាំហើយសូប្រជាធិបតេយ្យនៅចំណុចណាមួយបាទវាមិនមែនជាធិបតេយ្យពិតប្រាកដបាទសម្រាប់អ្នកនយោបាយដែលលោកជុំគិរីបានលើកឡើងមិញហ្នឹងបើយើងមើលទៅពួកគាត់ក៏ជាខ្មែរដែរ
ហើយនៅពេលបានជាគាត់គិតតែពីប្រយោជន៍បកពួកផ្ទាល់ខ្លួនវិញបាទចំណុចហ្នឹងធម្មតាអាហ្នឹងជារឿងធម្មជាតិមួយដែរពួកមនុស្សដែលគ្មានគំនិតស្រឡាញ់ជាតិពិតប្រាកដហ្នឹងគេធ្វើម៉េចឲ្យតែបានអំណាចរបស់គេណាពុកមាត់របស់គេបកពួកគេក្រុមគេបានស្រួលហើយគេបានអំណាចគេហើយគឺគេអត់ខ្វល់ទេគេគ្រាន់តែធ្វើការមកគ្រប់កិច្ចមួយណាត់ទៅមួយណាត់ទៅមិនទៅហើយគេអត់ខ្វល់ថាប្រទេសជាតិធ្លាក់ដល់កម្រិតណាបានទៅលើកដៃអ្នកណាខ្ទេចខ្ទីអស់យ៉ាងម៉េចគេអត់ខ្វល់ប្រជាជនស្រែកទាំងហូរយំវេទនារាល់ថ្ងៃយ៉ាងណាគឺគេអត់ខ្វល់ចំណុចហ្នឹងទេយើងពិបាករកបាទក៏ប៉ុន្តែយើងត្រូវតែពលរដ្ឋខ្មែរត្រូវតែចេះហ៊ានធ្វើនយោបាយហើយចេះក្រោកឈរឡើងដាក់សម្ពាធឲ្យអ្នកដឹកនាំដូចខ្ញុំនិយាយខាងដើមអញ្ចឹងបើសិនជា5ឆ្នាំហើយយើងរើសយកអ្នកដឹកនាំ5ឆ្នាំហើយគឺអត់កើតយើងគួរតែរើសតម្លាក់អ្នកនឹងចេញរើសយកអ្នកថ្មីវាអាចល្អវាអាចអាក្រក់តែយ៉ាងហោចណាស់យើងគោរពតាមគោលការណ៍ដែលថាប្រជាធិបតេយ្យតែរយៈកន្លងមកខ្មែរយើងអត់មានឃើញអញ្ចឹងទេបើអ្នកណាឡើងកាន់លើមេដឹកនាំមួយហ្នឹងគឺថាឡើងមកជីវិតតកូនតចៅទៅទៀតអាហ្នឹងយើងឃើញជាក់ស្ដែងទេបាទលោកជុំគិរីប្រសិនបើអ្នកនយោបាយខ្មែរដែលពលរដ្ឋខ្មែរតែសង្ឃឹមលើហ្នឹងដែលថាជាអ្នកនយោបាយប្រជាធិបតេយ្យអាចនាំសន្តិភាពអាចនាំភាពរីកចម្រើនមកឲ្យពួកគាត់ហ្នឹងមានតែទស្សនៈត្រឹមថាស្នេហាជាតិហើយការពារជាតិគឺមិនបានធ្វើនោះតើលោកប្រមាលមើលទៅថ្ងៃអនាគតប្រទេសកម្ពុជាមួយនឹងជួបនៅផលលំបាកអ្វីខ្លះទេបាទបើសិនជាប្រទេសកម្ពុជាគ្មានអ្នកដឹកនាំដែលមានឆន្ទៈជាតិពិតប្រាកដហើយការពារជាតិពិតប្រាកដកម្ពុជាធ្លាក់ទៅក្នុងភាពមហន្តរាយដ៏ធ្ងន់ធ្ងរជាទីបំផុតបាទអាចទៅជាកម្ពុជាក្រោមទី2បាទពួកបច្ចុប្បន្នហើយនៅអនាគតអន្តរជាតិកាលកន្លងមកកុម្មុយនីសដែលមានយួនដែលមានចិនដែលគេចាំតែចូលមកដើម្បីរំលាយអត្តសញ្ញាណរបស់ពលរដ្ឋខ្មែរគេយកសម្បត្តិធម្មជាតិខ្មែរខ្ទេចខ្ទីទឹកភ្លើងដីព្រៃទឹកសាររ៉ែលក្ខនឹងលក្ខព្រៃកាតអីលក្ខណៈដូច្នេះយើងគួរថ្នាក់ណាពលរដ្ឋខ្មែរគួរថ្នាក់ណាពលរដ្ឋខ្មែរគួរតែពិចារណាឲ្យបានលឿនឲ្យបានឆាប់បំផុតនៅពេលអនាគតទេយើងត្រូវតែធ្វើយ៉ាងម៉េចដើម្បីសម្លឹងរមើលអ្នកដឹកនាំណាដែលមានគំនិតស្រឡាញ់ជាតិពិតប្រាកដហើយនឹងការពារជាតិពិតប្រាកដបាទហើយនឹងការជាប់នៅប្រជាធិបតេយ្យបាទលោកជុំគិរីនៅនីតិចុងក្រោយនេះតើលោកមានអ្វីចង់បន្ថែមទៀតទេខ្ញុំអត់មានអីច្រើនទេក៏ប៉ុន្តែខ្ញុំគ្រាន់តែអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោកឈរទាំងអស់គ្នាហើយធ្វើការពិចារណាសម្លឹងមើលអ្នកដឹកនាំនៅពេលអនាគតដើម្បីរំដោះខ្លួនចេញពីអាណានិគមកុម្មុយនីសយួនចិនយើងមើលថាបើសិនជាអ្នកដឹកនាំណាបើសិនជាយើងមើលហើយយើងថាអ្នកដឹកនាំនឹងល្អស្រឡាញ់ជាតិប្រកបយើងគួរតែជ្រើសយកដឹកនាំអ្នកនោះយកមកធ្វើជាអ្នកដឹកនាំហើយគ្មានសមត្ថភាពការពារនិងបម្រើជាតិហើយនឹងមិនគ្រប់ឆន្ទៈដែលយើងចង់បានទេយើងក៏គួរតែមានសិទ្ធិទម្លាក់អ្នកនោះចេញហើយយើងជ្រើសរើសរកអ្នកថ្មីដើម្បីធ្វើនយោបាយបម្រើប្រទេសជាតិយើងតទៅទៀតអានឹងបានយើងដោះស្រាយហើយយើងរំដោះខ្លួនបានចេញពីអាណានិគមបាទលោកជុំគ្រាចុងក្រោយមួយទៀតចង់ជម្រាបសួរលោកថាមានទស្សនៈខ្លះលើកឡើងថាយើងមិនគួរណាលើកឡើងវាយប្រហារអ្នកនយោបាយដែលឆ្លាញ់ជាតិតៃដូចគ្នាទេគឺគេចង់សម្ដៅទៅលើគណៈបកសង្គ្រោះជាតិហ្នឹងហើយដែលគេចាត់ទុកថាជាគណៈបកមួយដែលអាចទៅប្រឈមមុខតទល់ជាមួយនឹងគណៈបកប្រជាជនកម្ពុជាអញ្ចឹងបើធ្វើម៉េចកំតណាគេលើកឡើងថាធ្វើម៉េចកំតណាបែកបាក់គ្នាចាំឲ្យគណៈបកសង្គ្រោះជាតិហ្នឹងយកជ័យជំនះលើគណៈបកប្រជាជនកម្ពុជាដែលគេចាត់ទុកថាជាគណៈបកនិយមរបបផ្ដាច់ការហ្នឹងឲ្យបានឈ្នះសិនទើបចាំយើងធ្វើការរិះគន់ធ្វើការវាយប្រហារគ្នាឯងនឹងតាមក្រោយតែការលើកឡើងបែបហ្នឹងវាជាការត្រឹមត្រូវទេបាទខ្ញុំថាការវាយប្រហារគ្នាហ្នឹងវាមានចែកជាពីរក្រុមបើសិនជាខ្ញុំជាមេដឹកនាំបកណាមួយព្រោះខ្ញុំនិយាយឧទាហរណ៍ថាខ្ញុំទៅចោះជាមេដឹកនាំបកណាមួយក្រុមណាមួយចលនាមួយហើយខ្ញុំវាយគណៈបកដូចគ្នាវាយអ្នកដឹកនាំដូចគ្នាប្រធានសំរងស៊ីនិងគឹមសុខាអាហ្នឹងខ្ញុំគ្រប់គ្រងថាយើងអ្នកដឹកនាំដូចគ្នាមិនគួរវាយគ្នាទេពួកយើងដឹកនាំដើម្បីចង់វាយអ្នកណាដែលកាន់អំណាចហើយឲ្យមានការផ្លាស់ប្ដូរដើម្បីដើម្បីនយោបាយស្រុកខ្មែរក៏ប៉ុន្តែបើសិនជាពលរដ្ឋសាមញ្ញគេមានសិទ្ធិរិះគន់អ្នកដឹកនាំតែគេជាម្ចាស់សម្លេងឆ្នោតតែគេជាម្ចាស់ទឹកដីគេមានសិទ្ធិរិះគន់ដូច្នេះបើសិនជាយើងមិនហាមមិនឲ្យគេរិះគន់បានន័យថាយើងមិនមែនជាអ្នកប្រជាធិបតេយ្យទេបាទយើងមិនមែនជាអ្នកជាធិបតេយ្យទេយើងជាផ្ដាច់ការដោយទៅគណៈបកកណ្ដាលអំណាចសប្តាហ៍អញ្ចឹងអ្នកណារិះគន់បានយកដាក់ទុកអាហ្នឹងវាផ្ដាច់ការហើយអាហ្នឹងវាបែកចែកជាពីរអញ្ចឹងពលរដ្ឋគេមានសិទ្ធិរិះគន់ពួកគេជាម្ចាស់ឆ្នោតគេជាម្ចាស់ទឹកដី
តែបើសិនជាអ្នកដឹកនាំអាហ្នឹងវារឿងផ្សេងអាហ្នឹងក្រុមផ្សេងអាហ្នឹងអ្នកដឹកនាំខ្លះក្រុមខ្លះអ្នកដឹកចលនាខ្លះបាក់ខ្លះបានរិះគន់គេថាខ្លួនឯងព្រមធ្វើអាហ្នឹងខ្ញុំអត់គ្រប់តទេអាហ្នឹងខ្ញុំស្រោអាហ្នឹងមួយតែចំពោះពលរដ្ឋគេមានសិទ្ធិរិះគន់ហើយអាហ្នឹងមួយពីរទៀតឯលោកសួរសំណួរខ្ញុំមិញថាគួរតែរងចាំឲ្យគណៈបកសង្គ្រោះជាតិគេបានអំណាចមកសិនចាំយើងថាគេទៅពេលអនាគតអាហ្នឹងគណៈបកសង្គ្រោះជាតិហ្នឹងគេបានអំណាចរួចទៅហើយឧទាហរណ៍ជាក់ស្ដែងយើងឈ្នះរួចទៅហើយតែយើងអត់មានសមត្ថភាពការពារឲ្យពលរដ្ឋបានដូច្នេះនៅពេលថ្ងៃមុខអាណត្តិ2018បើសិនជាឈ្នះទៀតហើយទៅគេលួចបាត់ទៀតយើងធ្វើយ៉ាងម៉េចទៀតឥឡូវបាតកម្មយើងមិនហ៊ានធ្វើអាហិង្សាក៏យើងមិនហ៊ានធ្វើស្អីក៏យើងអត់ហ៊ានធ្វើហើយយើងគេលួចទៅទៀតអាហ្នឹងយើងទៅចូលរួមគេទៀតទៅអាហ្នឹងវាអត់ទៅរួចទេវាដដែលអាហ្នឹងនយោបាយហ្នឹងនៅតែបង្វិលជើងជាក្រាមដដែលហ្នឹងអត់ទៅណារួចទេដូច្នេះខ្ញុំជឿថាបើសិនជាយើងមិនឲ្យគេរិះគន់យើងមិនមែនជាអ្នកជាតិបតៃទេខ្ញុំចង់និយាយទៅពលរដ្ឋបាទថាលោកជុំគិរីដែលសារតែពេលវេលាយើងបានមកដល់ហើយនៅជុំបញ្ចប់នេះខ្ញុំសូមថ្លែងអំណរគុណលោកជុំគិរីដែលបានចំណាយពេលវេលាមកធ្វើការបកស្រាយទៅនឹងប្រធានបទស្នេហាជាតិនិងការពីជាតិបាទខ្ញុំសូមអរគុណនិងសូមជម្រាបលាលោកជុំគិរីបាទអរគុណជម្រាបលាបាទរាំងជន់កូនខ្មែរត្រស្រីចាំយាមទឹកដីខ្មែរគេពីដនតាជាតិខ្មែរម្ចាស់ស្រុករបងរដ្ឋថាអង្គអាញហានខ្លាក្រុមគ្រាចំបាំងរាខ្មែរក៏រំក្រុមពីរាំងធៀបចិត្តនាងអង្គអាញហ៊ានលះបងខ្ពស់ឈរមកការពារប្រជាស្រីប្រុងហ៊ានថ្លាំរងគ្រោះព្រោះការពារទឹកដីកូននៅខ្សែត្រៀមឈរយាមក្នុងព្រៃដេកនៅលើដីក្រោមមេឃភ្លៀងករងងាយញ័រញាក់ចិត្តអ្នកតស៊ូយកសាច់ឈាមចោក្រាលើផែនដីសាក់ខ្ពស់អាចងយួនស្មងរឹបអង្គយកដីយកផ្ទះសំបែងរាខ្មែរត្រស្រីត្រែជុំរាល់ថ្ងៃលោតទឹកស្លាប់ខ្លួនបាកូនលើហើយតបឆ្លើយម៉ែផងគេយកដំបងវាយម៉ែទាំងរួងចាប់ដាក់ក្នុងត្រង់យកទៅកាប់តងព្រោះម្ដាយចង់រួងនៅលើទឹកដីដៃកាន់អាវុធទប់ទល់នឹងខ្មាំងធ្វើជារនាំងការពីសត្រូវចូលមកឈ្លានពានសម្លាប់ម៉ែអើយសម្លាប់ញាតិភៅពូជពងថែមរាកូនតាអ្នកក្រៅជួយម៉ែបងប្អូនផងកូនគេអស់យកដីស្រែយើងអស់ហើយកូន
ខ្ញុំច្រៀងចម្រៀងទូលសោកហើយពិភពលោករកយុទ្ធទេធររៀបខ្មែរប្រុសស្រីត្រូវគេប្រហាស្លាប់បងសង្ខារប្រលឹងស្រែកហៅជីវិតអ្នកសូនតែប្រលឹងនៅต้องហើយស្រែកហៅបាក់ជាតិខែមរាអោយយ៉ាងនឹកឃើញម៉ែបាត់សង្ខារគេចាប់ប្រហារដោយគ្មានកំហុសទឹកភ្នែកកូនខ្មែរវងស្ដាយស្រណោះម៉ែស្លាប់រងគ្រោះព្រោះមនុស្សព្រៃផ្សៃខ្មែរសម្លាប់ខ្មែរបានប្រយោជន៍អ្វីពិភពលោកីជួយពិចារណាខ្ញុំច្រៀងថ្ងៃនេះតាមញាតិប្រុសស្រីតាមភពផែនដីអ្នកមានអំណាចពួងប្រលឹងខ្មែរស្លាប់ត្រដាបត្រដួងសូមជួយសង្គ្រោះរកយុទ្ធទេធរថ្ងៃនេះបានញាតិប្រុសស្រីអរគុណលោកីអ្នកមានអំណាចពួងប្រលឹងខ្មែរស្លាប់ត្រដាបត្រដួងសូមជួយសង្គ្រោះរកយុទ្ធទេធរ
ប្រកបដោយសេរីសុខស្ដីនិងសុភមង្គលគ្រប់ពេល